ភាគទី4កលេចមកមើលក្រុមអ្នកសងព្រេងក្រុងឆ្អឹងរាត្រីវិញមានសមាជិកម្នាក់ឈ្មោះថាបាឆេដែលត្រូវអ្នកទាំងអស់គ្នាក្នុងក្រុមចាប់ទុកដូចជាអ្នកបម្រើដឹងថាខ្លួនក៏គ្មានអ្វីខ្លាំងដូច្នេះនេះមានតែអោនលំទោនប៉ុណ្ណោះធ្វើការដល់យប់នាងបំរុងនឹងទៅរកអីញ៉ាំស្រាប់តែឃើញហាងរបស់ទូប្រុសរៀបចំនឹងបិទនាងបំរុងត្រឡប់ទៅវិញស្រាប់តែប្អូនស្រី Athelia បានអូសនាងចូលទៅក្នុង Henrietta ជាមួយនឹង Vivia ក៏កំពុងតែអង្គុយនៅក្នុងពួកគេទាំងពីរនាក់ពិតជាភ្ញាក់ផ្អើលព្រោះនេះជាលើកដំបូងហើយដែលពួកគេឃើញប្អូនស្រី Athelia អូសភ្ញៀវចូលក្នុងហាង Dennis ក៏មិនបដិសេធដូច្នេះអញ្ជើញនាងអង្គុយចោះចង់ញ៉ាំអីគេនឹងធ្វើឲ្យសំណាងដែរប៉ាឆេមានលុយមិនមែនដូចពីរនាក់នោះទេមកញ៉ាំជាពាក់លុយរហូតហើយព្រោះតែនាងគ្មានមិត្តភ័ក្តិនៅពេលដែលឃើញ Henrietta ជាមួយ Vivia និយាយគ្នាសប្បាយនាងក៏រៀងចំណែននាងចាប់ដើមគិតថាពីរនាក់នេះគឺជាម៉ួយហើយទៅឯងនិយាយលេងសប្បាយជាមួយលោកថៅកែបានរីឯគេវិញធ្វើការឡើងងងឹតមុខមិនមានពេលដើម្បីសម្រាកផងនាងក៏មានកំណត់ថានឹងមកហាងនេះញ៉ាំឲ្យច្រើនហេងសូមានមិត្តភ័ក្តិលេងជាមួយគ្នាដែរពេលនោះ Dennis ក៏បានធ្វើឲ្យម្ហូបវាគឺជាបង្គាបំពងស្រួយញ៉ាំជាមួយបាយសគេក៏បានរំលឹកនាងថាម្ហូបនេះញ៉ាំក្តៅបានឆ្ងាញ់ដូច្នេះហូបលឿនៗទៅខាងមួយម៉ាត់ដំបូងនេះមានអារម្មណ៍ថាពិតជាខុសប្លែកមិនដែលញ៉ាំម្ហូបណាឆ្ងាញ់បែបនេះនោះទេលើដូច្នេះ Henrietta ក៏បាននិយាយថាក្រៅពីម្ហូបដែលនាងញ៉ាំម្ហូបណានៅទីនេះក៏ឆ្ងាញ់ដែរគេក៏ឲ្យយោបល់នាងលើកក្រោយមកទីនេះញ៉ាំសាក់មីទៅឆ្ងាញ់ខ្លាំងណាស់ចំណែក Vivia គិតថាមានតែបាយឆាប៉ុណ្ណោះដែលអស្ចារ្យជាងគេក្នុងចំណោមពីរនាក់នេះអាអូនសក់ខៀវក្រៅពេលញ៉ាំហើយនៅចេះសងលុយត្បិតតែវាមិនទាន់មានការងារក៏ដោយចំណែក Henrietta វិញញ៉ាំជាពាក់រហូតមិនដឹងថាពេលណាទើបសងទេក្រៅពេលស្ដាប់ពួកគេនិយាយគ្នាហើយបាឆេបានសើចយ៉ាងសប្បាយហើយបន្ទាប់មកនាងក៏ចាប់ផ្ដើមហូរទឹកភ្នែកគ្រាន់តែប៉ុណ្្នឹង Dennis ដឹងថានាងកំពុងតែជួបទុក្ខលំបាកក្នុងជីវិតព្រោះតែម្ហូបឆ្ងាញ់ហើយស្ដាប់រឿងរ៉ាវរបស់ពីរនាក់នោះទៀតធ្វើឲ្យនាងមិនអាចទប់អារម្មណ៍បាននាងមិនយល់ថាទោះជានាងខំប្រឹងប៉ុណ្ណាប៉ុន្តែនៅតែត្រូវអ្នកទាំងអស់គ្នាស្ដីបន្ទោសច្បាស់ណាស់កាលពីមុនពេលនៅក្នុងភូមិអ្នកទាំងអស់គ្នាវាយតម្លៃនាងពិតជាខ្ពស់ព្រោះកាលពីនៅក្មេងនាងចេះប្រើវេទមន្តបាត់ទៅហើយព្រោះតែទេពកោសល្យមនុស្សត្បិតតែនាងក្រមែនអ្នកភូមិទាំងអស់គ្នាបានចូលលុយដើម្បីជួយសម្រេចបំណងប្រាថ្នារបស់នាងគឺធ្វើជាគ្រូធ្មប់ក្រៅពេលទៅដល់សាលានាយកសាលាក៏ឲ្យយោបល់នាងធ្វើជាគ្រូបង្រៀននៅទីនេះប៉ុន្តែដើម្បីសងគុណអ្នកក្នុងភូមិនាងបានជ្រើសរើសយកធ្វើជាអ្នកសងព្រេងដើម្បីតបស្នងពួកគេហើយនាងក៏បានជ្រើសរើសយកក្រុមដែលខ្លាំងជាងគេនៅក្នុងក្រុងប៉ុន្តែក្រៅពេលដាក់ជើងយកក្នុងក្រុមនេះហាក់បីដូចទ្វារជីវិតរបស់នាងបានបិទជិតបាឆេក៏បានចាក់ចេញពីទីនោះទាំងមិនញ៉ាំថែមមួយម៉ាត់ណាទៀត Vivia ធ្លាប់នៅក្រុងឆ្អឹងរាត្រីដូច្នោះក៏នឹកឃើញនារីម្នាក់នោះគឺជានរណាគេហើយក្រុមដែលបានទុក Vivia ចោលនៅក្នុងអាងងឹតតែម្នាក់ឯងប្រកាសជាគ្មានអ្វីល្អនោះទេ Henrietta ក៏បានសួរ Dennis ថាតើអាចធ្វើអ្វីដើម្បីជួយបាឆេបានអត់ពេលនោះទូប្រុសក៏បាននិយាយថានៅលើជីវិតនេះមិនមែនរឿងណាក៏យើងអាចលូកដៃចូលងាយស្រួលបានទេហើយយើងក៏មិនទាន់យល់ច្បាស់ថាមានរឿងអ្វីកំពុងកើតឡើងចំពោះនាងដែរព្រឹកថ្ងៃស្អែកបាឆេបានងើបឡើងទាំងសេចក្តីនឿយហត់ពេញខ្លួនពេលនាងបញ្ញារត់ចុះដើម្បីចាប់ដើមធ្វើការក៏ត្រូវអ្នកទាំងអស់គ្នាស្អីបន្ទោសឲ្យទៀតថ្ងៃនេះនាងបានចូលអាងជាមួយនឹងមិត្តរួមក្រុម3នាក់ទៀតប៉ុន្តែពួកគេពិតជាអន់នៅពេលដែលជួបបិសាចគ្រោះថ្នាក់នាងក៏បានជួយប៉ុន្តែមិននិយាយពាក្យអរគុណទេពួកគេបែកជាច្រើននាងទៅវិញវាធ្វើឲ្យបាឆេពិតជាធុញទ្រាន់នឹងជីវិតនៅពេលបែកច្បានខ្លាំងណាស់ពួកអនុបានបណ្ដេញនាងចេញពីក្រុមព្រោះថានាងធ្វើឲ្យពួកវាបាក់មុខចែកដល់នៅពេលដែលនាងដើរតាមផ្លូវ Henrietta ជាមួយ Vivia បានមើលឃើញនាងឃើញរូបរាងនេះ Vivia ដឹងថានាងប្រកាសជាមានបញ្ហាជាមិនខានដូច្នេះដើម្បីសុវត្ថិភាពពួកគេទាំងពីរនាក់ក៏បានតាមនាងដូចជាការសង្ស័យរបស់ពួកគេបាឆេចាប់ដើមមានការគិតខ្លីនាងចង់រត់ផុតពីជីវិតដ៏លំបាកមួយនេះនៅពេលដែលបាឆេលោតចុះ Henrietta ក៏បានលោតតាមចំណែក Vivia បង្កើតចេញបាតដៃវេទមន្តដើម្បីទ្រពួកគេទាំងពីរនាក់កាលនេះនៅពេលដែល Dennis កំពុងតែគិតបញ្ជីប្រូនស្រី Athelia ដើរជិះមកឲ្យសួររកកន្សែងជូតខ្លួនសកម្មភាពនេះធ្វើទូប្រុសពិតជាគៀងយ៉ាងខ្លាំងទើបតែយកកន្សែងបាំងខ្លួនឲ្យប្អូនស្រីពីរនាក់នោះក៏បាននាំបាឆេមកដល់ទីនេះ Vivia ពេលឃើញ Athelia មិនស្លៀកអីក៏អៀនឡើងក្រហមមុខពេលនោះ Dennis ក៏ចាប់អារម្មណ៍ឃើញ Henrietta កំពុងតែអៀវភ្ញៀវម្សិលមិញមកទីនេះទូប្រុសក៏បាននាំនាងចូលក្នុងបន្ទប់ដើម្បីឲ្យសម្រាកតាមការវិនិច្ឆ័យរបស់ Dennis បាឆេប្រហែលជាកំពុងតែជួបជំងឺផ្លូវចិត្តមនុស្សដែលមានទេពកោសល្យរ៉ាប់រងកាតព្វកិច្ចច្រើនឧស្សាហ៍មានជំងឺមួយនេះខ្លាំងណាស់លើដូច្នោះ Vivia ក៏បាននិយាយឌឺដងថា Henrietta ប្រហែលជាគ្មានជំងឺមួយនេះទេព្រោះយបៈមួយនេះពិតជាអត់ប្រយោជន៍តាម Dennis ដើម្បីព្យាបាលជំងឺផ្លូវចិត្តនេះគឺឲ្យនាងសម្រាប់មួយរយៈពេលសិនទៅសំណួរសួរថាតើក្រុមឆ្អឹងរាត្រីមានទុកឲ្យរឿងនេះស្ងប់ស្ងាត់ឬក៏អត់ដូចជាការគិតរបស់ទូប្រុសអញ្ចឹងយប់នោះមេក្រុមឆ្អឹងរាត្រីបានមកដល់ហាងដើម្បីនិយាយគ្នាជាមួយ Dennis បានសុំទោសនៅពេលដែលថ្ងៃមុនគេបានវាយ member 2នាក់របស់ក្រុមឆ្អឹងរាត្រីក្រៅពេលនិយាយគ្នាមួយសន្ទុះ Dennis មានអារម្មណ៍ថាមេក្រុមរបស់ពួកវាពិតជាពិបាកទប់ទល់ក្នុងការនិយាយស្ដីមិនលេចចំណុចខ្សោយសូម្បីតែបន្តិចដើម្បីឲ្យ Dennis ចាប់បានទូប្រុសក៏បានពិនិត្យមើលឲ្យដឹងថាមេក្រុមម្នាក់នេះកំពុងតែនៅ level 51រៀងខ្ពស់ដែរហ្នឹងណាត្រឡប់មករឿងសំខាន់របស់ Bachel មួយមេក្រុមនេះនៅតែចង់នាំនាងត្រឡប់ទៅវិញដើម្បីបន្តការកេងប្រវ័ញ្ច Dennis ក៏បាននិយាយតាមត្រង់ថាពេលនេះ Bachel កំពុងតែឈឺហើយមិនគ្រប់កម្លាំងដើម្បីបន្តធ្វើការទៀតទេដូច្នេះទូប្រុសចង់ឲ្យនាងចេញពីក្រុមដើម្បីមកទីនេះសម្រាប់មួយរយៈពេលប៉ុន្តែខាងក្រុមឆ្អឹងរាត្រីមានប្រៀបជាងទូប្រុសខ្លាំងណាស់ព្រោះពួកវាមានឯកសារជាច្រើនពួកវាបានដាក់អន្ទាក់ Bachel ចុះកុងត្រាជាច្រើនដែលមានផលប្រយោជន៍ឲ្យពួកវាការចរចាមួយនេះក៏ឈានទៅដល់ស្ថានភាពតឹងតែង
ត្បិតតែរាល់ថ្ងៃដែលនេះយើងពិតជា slot ប៉ុន្តែគេពិតជាមិនអាចទ្រាំបានចរិតដ៏ថោកទាបរបស់ក្រុមមួយនេះទេពួកវាមិនសមធ្វើជាអ្នកសងព្រេងគូតែដូរឈ្មោះទៅជាពួកអជនបោកប្រាស់បានត្រូវដូច្នោះអាមេក្រុមក្រុងឆ្អឹងរាត្រីក៏បាននិយាយថាទីនេះជាទឹកដីរបស់វាដូច្នោះវិន័យក៏ពួកវាអ្នកកំណត់មិនដោវេនចុងភៅដូចជាតួប្រុសមកអាងនោះទេនៅលើបន្ទុកបាឈើកំពុងតែរងការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់នាងខ្លាចថាប្រសិនបើត្រូវចាប់ទៅវិញនឹងរងទុក្ខលំបាកច្រើនជាងនេះទៀតប្អូនស្រីអាធេលីយ៉ាក៏បាននិយាយពាក្យលួងលោមជាច្រើនហើយក៏បានចែករំលែកថាប្អូនស្រីធ្លាប់មានស្ថានភាពដូចជាបាឈើដែរប៉ុន្តែបានជួបតួប្រុស Dennis ប្រៀបដូចជាពលឺព្រះអាទិត្យដែលចែងចាំងចូលជីវិតដ៏ងងឹតរបស់ប្អូនស្រីអាធេលីយ៉ាអញ្ចឹងប្អូនស្រីអាធេលីយ៉ាក៏បានឲ្យនាងហូបមកហូបនៅទីនេះមួយពេលសិនទៅដល់ពេលនោះបាឈេចង់ស្លាប់ដោយរស់ក៏ប្អូនស្រីមិនរៀបរៀងដែរខាងក្រោមតួប្រុសបានថាឲ្យអាមេក្រុមឆ្អឹងរាត្រីនោះថាក្អេងក្អាងពេកហើយគិតថាខ្លួនឯងជាស្ដេចមិនក៏អាងបែបនេះអាមនុស្សក៏បានឆ្លើយថាត្រឹមត្រូវនៅក្រុងនីមួយៗក្រុមអ្នកសងព្រេងអ្នកខ្លាំងក្រុមនោះនឹងជាអ្នកកាន់កាប់វានៅគម្រាមថាហាងរបស់តួប្រុសធ្វើពីឈើអញ្ចឹងប្រហែលជាអាចងាយឆេះខ្លាំងណាស់ពាក្យសម្ដីបង្កប់ន័យដូចជាចង់ដុតហាងរបស់តួប្រុសអញ្ចឹងឮដូច្នោះ Dennis ពិតជាខឹងពេលនោះស្រាប់តែមិត្តល្អរបស់ Dennis បានបង្ហាញមុខនាងបានសរសើរថាតួប្រុសតុបតែងហាងនេះពិតជាស្អាត Dennis ក៏បានប្រាប់ថាចាំនិយាយគ្នាពេលក្រោយបានអត់ព្រោះគេកំពុងតែដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុន្តែ Kathy មិនយល់ព្រមចាប់ឲ្យតួប្រុសយើងត្រូវតែធ្វើម្ហូបឲ្យនាងញ៉ាំនៅពេលនេះពួកនោះនៅមិនទាន់ដឹងថានាងគឺជា member ក្នុងក្រុមដ៏ខ្លាំងជាងគេបង្អស់ប៉ុន្តែពេលនោះអាមេក្រុមខាងក្រុងឆ្អឹងរាត្រីបានចាប់អារម្មណ៍ឃើញ logo លើអាវរបស់នាងថែមទាំងមានដាវពីរដាក់សងខាងចង្កេះទៀតពេលនោះទៅពួកវាដឹងថានេះគឺជាមេក្រុមរងរបស់ក្រុមស្លាប់ប្រាក់ដែលមានរហស្សនាមថារន្ទះក្រហមហើយនាងក៏បានសួរ Dennis ថាពេលណាចូលផ្ទះបាយដើម្បីធ្វើម្ហូបឲ្យនាងញ៉ាំ Dennis ក៏បានប្រាប់ឲ្យនាងអង្គុយចាំសិនទៅពេលដែលគេដោះស្រាយបញ្ហាហើយគេនឹងធ្វើម្ហូបឲ្យនាងញ៉ាំហ្មង Dennis ក៏បាននិយាយតាមត្រង់គេមិនចង់មានរឿងអ្វីធំដុំនោះទេដូច្នោះក្រុងឆ្អឹងរាត្រីអាចឲ្យបាឆែចាក់ចេញពីក្រុមយ៉ាងស្ងប់ស្ងាត់បានអត់ស្រាប់តែពេលនោះ Kathy បានស្រែកយ៉ាងលឺនៅពេលដែលឃើញ Vivia ព្រោះនាងមានអារម្មណ៍ថា Vivia ពិតជាគួរឲ្យស្រឡាញ់Vivia នេះបានឃើញIdolក៏សប្បាយចិត្តហើយសួរបញ្ជាក់ថាតើនាងគឺជាមេក្រុមរងរបស់ក្រុមស្លាប់ប្រាក់ត្រូវអត់ហើយក៏បានសួរថាតួប្រុសយើងគឺជានរណាគេយ៉ាងពិតប្រាកដដឹងថា Dennis បានលាក់បាំងសមត្ថភាពនិងប្រវត្តិរូបរបស់ខ្លួនដូច្នោះ Kathy បាននិយាយជាងមកទាំងអស់នាងបាននិយាយយ៉ាងច្បាស់ថា Dennis ធ្លាប់ជាអតីតសមាជិកក្នុងក្រុមស្លាប់ប្រាក់ហើយក៏ត្រូវជាមិត្តល្អជាងគេរបស់នាងក្រោយពេលដឹងការពិតហើយអ្នកទាំងអស់គ្នាបង្ហាញមុខនៅទីនោះក៏ពិតជាភ្ញាក់ផ្អើលព្រោះដឹងថាតួប្រុសក៏មិនមែនជាមនុស្សធម្មតាដែរដឹងថាខ្លួនក៏គ្មានសមត្ថភាពអាចប៉ះពាល់ទៅដល់មនុស្សរបស់ក្រុមស្លាប់ប្រាក់មេក្រុមឆ្អឹងរាត្រីបានដុតចោលកងត្រាដែលតាក់ទងជាមួយ Bachel ឲ្យរឿងបញ្ចប់ត្រឹមនេះត្បិតតែពិតជាខឹងប៉ុន្តែគេមិនអាចធ្វើអ្វីបាននោះទេនេះគឺជាជំរឿនដ៏ល្អបំផុត Kathy មិនទាន់ដឹងថាមានរឿងអ្វីកើតឡើងផងគ្រាន់តែនាងមកដល់រឿងគ្រប់យ៉ាងចប់បាត់ក្រោយពេលស្ដាប់រឿងហើយនាងពិតជាខឹងនៅពេលដែលពួកនោះហ៊ានរករឿងមនុស្សប្រុសរបស់នាងឮដូច្នោះ Dennis ក៏បានសាយហើយនិយាយថាគេមិនមែនជាកម្មសិទ្ធិរបស់នរណាគេទាំងអស់ Kathy ក៏បានសាយហើយសួរទូប្រុសថាចង់ឲ្យពួកអាមិញនឹងរស់អត់កើតនៅលើទឹកដីមួយនេះអត់ Dennis ដឹងថា Kathy និយាយបានធ្វើបានប៉ុន្តែគេមិនចង់ឲ្យរឿងកាន់តែធំនោះទេខែនេះ Vivia ជាមួយ Henrietta ស្ទើរតែមិនជឿថាទូប្រុសគឺជាមនុស្សដែលមានប្រវត្តិអស្ចារ្យបែបនេះពេលនោះប្អូនស្រី Athelia ក៏បាននាំបាឆែចូលមកឲ្យសម្រុំពោទូប្រុសធ្វើម្ហូបឲ្យដូចជាម្សិលមិញមើលទៅក្រៅពេលនិយាយគ្នាជាមួយប្អូនស្រី Athelia ស្មារតីរបស់នាងបាននឹងណជាងមុនហើយដែរដឹងថានេះគឺជាម្នាក់ដែលធ្វើឲ្យទូប្រុសឈិតវាយគ្នាជាមួយនឹងពួកអាមិញដូច្នោះ Kathy ក៏ចង់ញ៉ាំម្ហូបដូចដែលម្នាក់ស្រីនោះកំពុងតែញ៉ាំយូរហើយដែរមិនបានភ្លក់ទឹកដៃរបស់ទូប្រុសដូច្នោះលើកនេះមានអារម្មណ៍ថាពិតជាសប្បាយចិត្តហ្មងចំណែកបាឆែក្រៅពេលញ៉ាំហើយទៅសារថានៅតែឆ្ងាញ់ដូចជាម្សិលមិញអញ្ចឹង